បានមកផាយ5ឆ្នាំឥឡូវនេះភ្នំសំពៅគឺអភិវឌ្ឍគឺមានរូបចម្លាក់ព្រះបដិមាធំនៅពីមុខហ្នឹងដឹងគេសាងសង់អីបងប្អូនសាងសង់អីនៅពីមុខក្នុងសំពៅអំកន្លែងណាគេនៅបញ្ជិវអំលាងហ្នឹងមែនអំបាទបាទម៉ោង6កន្លះម៉ោង6ពេញអីបានវាចេញនេះបងប្អូនលាងនេះម៉ោងថាយក6កន្លះ6អីគឺបញ្ជិវចេញពីរូងហ្នឹងហើយបបព្រះនេះព្រះហកោហើយបបព្រះប្រាក់នោះបបព្រះនោះព្រះអង្គចូលមកទៀនពូខាងនេះព្រះអង្គចូលមកទៀនព្រះត្រាស់ដឹងហើយខាងនេះអីគេអូននេះព្រះអង្គប្រាក់សូននេះព្រះអង្គប្រាក់ដល់នេះព្រះអង្គចូលព្រះមកទៀនណាពូបងប្រាក់សូនមកចូលនឹងព្រះអង្គប្រាសូតព្រះអង្គចូលនិព្វានព្រះអង្គត្រាស់ដឹងនេះលាងបញ្ជិវបងប្អូននេះជាប់នឹងរូបចម្លាក់ព្រះអង្គប្រសូតគឺមក6ជាងបានចេញតាំងពីដាប់ឆ្លាក់ចឹងទៅស្អាតដែរភ្នំសំពៅកាលពីមុនអត់មានចឹងទេដល់ពេលឥឡូវស្អាតហើយខាងនោះកពូភ្នំនោះគឺយើងអាចឡើងទៅមើលទេសភាពថតទេសភាពពីលើមកបានហើយលើភ្នំមានលអាងកាស្លាលអាងចូលលអាងក្បាលខ្មៅចុះពូអានឹងលអាងកែពូហ្នឹងដឹងហើយពូដឹងអានច្រើនណាស់អាមុខនេះគេសាងសង់អីគេអូនអាហ្នឹងគេធ្វើសក្ការៈបូជាកាហ្វេលក់អីអូកន្លែងសក្ការៈបូធ្វើសក្ការៈបូជាហាងកាហ្វេអនាគតទៅទល់មុខភ្នំសំពៅហ្នឹងគឺទល់មុខភ្នំសំពៅខាងនេះបងប្អូននេះគេពុំសាងសង់ធ្វើជាអាហារដ្ឋានឬកន្លែងសក្ការៈហើយនេះគឺជាលាងដែលល្បីលាងបញ្ជិវដែលល្បី